តោះយើងឥឡូវយើងសិក្សាអំពីសមីការសន្តានីនៃសកលលោកជាសមីការ fluid ដែលនិយាយអំពីលំហូរនៃធម្មពលនៅក្នុងផ្នែកមួយនៃមាត្ររបស់សកលលោកអញ្ចឹងយើងសេមក fluid equation អញ្ចឹងយើងដឹងហើយថាការច្បាប់thermodynamic ខ្ញុំមិនដឹងថាច្បាប់ទីប្រមាណទេខ្ញុំគិតថាច្បាប់ទី1ចុះច្បាប់ទី1 thermodynamic ដែលយើងរៀនគឺ D គុយវាត្រូវស្មើនឹង DE បូកឲ្យ PdV ដូចយើងរៀនទី12អញ្ចឹង D គុយស្មើនឹងD អ៊ុយបូកឲ្យ PdV ហ្នឹងចាហ្នឹងដូចជាច្បាប់ទី1តាមខ្ញុំចាំហើយដោយសារតែសកលលោកវារីកមាឌដោយadiabatic គឺអត់មានថាមពលពីក្រៅបញ្ចូលមកក្នុងសកលលោកទេអញ្ចឹង D គុយវាត្រូវស្មើ0អញ្ចឹងគឺយើងបាន DE ស្មើនឹងអូខេអញ្ចឹងយើងបាន DE ស្មើ P DV ស្មើ0បើយើង derivative វាមកបើយើង derivative នឹង t មកគឺយើងបាន DE dt បូកឲ្យ P dV dt មក0អញ្ចឹងទៅយើងអាចសរសេរបែបនេះបាននេះយើងសរសេរបែបនេះក៏បានដែរស្មើ0យើងដឹងហើយថាមាត្រគឺវាត្រូវស្មើនឹង4លើ3មាត្ររបស់ផ្នែកមួយនៃសកលនៃលំហណា pi air kip ក៏ប៉ុន្តែមាត្រនៅខណៈ t គឺវាដាក់នៅខណៈ t មកហើយ air kip ហ្នឹងដោយ air យើងចាំបានថាវាស្មើនឹង a គុណនឹង air 0 a នេះគឺជា scale factor គឺជាទំហំនៃសកលលោកដែលរីកប៉ុណ្ណាអញ្ចឹងទៅអញ្ចឹងយើងបាន v នៃ t នេះវាត្រូវស្មើនឹង4លើ3 pi a kip នៃ t ហើយនឹង air 0 kip ដោយសារតែ air 0នេះគឺវាស្មើនឹងតម្លៃណាមួយនៅខណៈ a ណាមួយអញ្ចឹងជាទូទៅ air 0ហ្នឹងគឺជា air នៅខណៈ a ស្មើ1អញ្ចឹង a នេះវាស្មើនឹង1ចេះអញ្ចឹងនៅពេលដែល a ស្មើ1គឺ air ស្មើ air 0ក៏ប៉ុន្តែយើងសិក្សាថាសកលលោកកំពុងតែរីកមាឌអញ្ចឹងគឺ a ហ្នឹងគឺជាអនុគមនៃ t ដែលជា air ដែលនាំឲ្យ air នេះគឺជាអនុគមនៃ t ដែរអញ្ចឹងនៅពេលដែលយើង derivative v មកធៀបនឹង t យើងបាន4លើ3 4 pi លើ3 air 0 kip នេះថេអញ្ចឹងអ្វីដែលប្រែប្រួលគឺ a derivative មកគឺយើងបាន a ការ៉េ dA លើ dt ឬមួយក៏វាត្រូវស្មើនឹង4 pi លើ3 air 0 kip a ការ៉េ a ចុចអញ្ចឹងក៏បានដែរបើយើងបន្ថែម a មួយទៀតជាមួយខ្ញុំធ្វើអញ្ចឹងឲ្យមើល air 0 kip a kip នៅលើ a ចុចអញ្ចឹងតួទាំងមូលនេះគឺវាចេញ v មកវិញវាចេញ v នេះមកវិញអញ្ចឹងយើងអាចសរសេរបាន v ចុច1វាត្រូវស្មើនឹងv កតាឲ្យខ្ញុំភ្លេចតម្លាក់3មកក្រៅពេល derivative មកខ្ញុំភ្លេចតម្លាក់3មកផងតម្លាក់3មកផងចុង v កតាឲ្យ3 a ចុចនៅលើ a អូខេអញ្ចឹងយើងបាន v នេះមួយហើយចុះម្ដងយើងដឹងហើយថាវាត្រូវស្មើនឹង energy density គុណនឹងមាត្រអញ្ចឹងនៅពេលដែល derivative នៅពេលដែលយើង derivative ធៀបនឹងពេលគឺយើង derivative ទាំងពីរនឹងធៀបនឹងពេលដោយសារ energy density នៅពេលដែលសកលលោករីកគឺ energy density ប្រែប្រួលហើយនៅពេលដែលសកលលោករីកមាត្រក៏វាប្រែប្រួលដែរអញ្ចឹងយើងដឹងហើយថានៅពេលដែលសកលលោករីក energy density ក៏ប្រែប្រួលមាត្រក៏ប្រែប្រួលអញ្ចឹងយើងបាននេះ v នៅនេះយើងអាចសរសេរនៅនេះបានអញ្ចឹងepsilon v កតា 3 a ចុចនៅលើ a rồiហើយយើងទាញបានថាម៉េចទៀតយើងទាញបានថាម៉េចទៀតចុច1វាត្រូវស្មើនឹងយើងទាញ v ជាកតាឲ្យ epsilon ចុចបូកឲ្យ epsilon គុណនឹង3 a ចុចនៅលើ a អូខេrồiហើយយើងជួសទាំងទាំងអីនេះចូលទៅក្នុងសមីការនេះមកយើងដឹងហើយសមីការដើមវាគឺចុចបូក pv ចុចស្មើ0អញ្ចឹងយើងបានថាម៉េច v អត់ចុចទេ v នេះ
v កតាឲ្យ e.1 បូកឲ្យ epsilon គុណនឹង 3 a ចុចនៅលើ a បូកឲ្យ p កតាឲ្យ3 v a ចុចនៅលើ a អញ្ចឹងស្មើ0អញ្ចឹង v ដូចគ្នា v អង្សងខាងអញ្ចឹងដោយសារ v ខុសពី0អញ្ចឹងដើម្បីឲ្យកន្សោមខាងឆ្វេងនេះស្មើ0លុះត្រាតតែ epsilon បូកឲ្យ 3 epsilon a ចុចនៅលើ a បូកឲ្យ 3 p a ចុចនៅលើ a នេះវាស្មើ0នាំឲ្យយើងបាន epsilon បូកឲ្យ 3 a ចុចនៅលើ a កតាឲ្យepsilon បូក p ស្មើនឹង0អញ្ចឹងនេះឯងគឺជាសមីការសន្តានីនៅក្នុងសកលលោករបស់យើងអញ្ចឹងសមីការនេះយើងនឹងវិភាគបន្តទៀតអញ្ចឹងដល់យើងដឹងហើយថា នេះគឺជាអីជា energy density គឺជា density នៃថាមពលនៅក្នុងសកលលោកយើងនឹងថាមពលវាមានច្រើនប្រភេទវាមានថាមពលដែលចេញមកពី mass ផងថាមពលចេញពី mass របស់ dark matter ផងហើយនឹងអាចជាថាមពល density ថាមពលនៃ dark energy ទៀតហើយ pressure នេះក៏យើងនឹងសិក្សាបន្ថែមទៀតដែរដែល pressure ហ្នឹងគឺចេញមកពី matter ផងអាចចេញមកពី matter ផងអាចចេញមកពី radiation ផង pressure matter pressure radiation pressure ហើយនិង dark energy pressure អញ្ចឹងយើងមើលបន្ថែមទៀតទៅលើសមីការហ្នឹងនៅពេលខាងមុខអញ្ចឹងការដោះស្រាយសមីការហ្នឹងគឺមកដល់ទីបញ្ចប់ត្រឹមនេះឯងសូមអរគុណ